ตอะไรนี่ยืงบานมาดอแซ่ได้ยืงเถิงมาไว้หอยแซ่นี่คือเชียแซ่ได้ยอมทวหอยทวในเลยđầy mình thìหอยแซ่ยอมคือเมียนมวยtiếtในกระบายนั่งดึกเนี้ยในจอบนั่งดึกเนี้ยอะไรนี่อาทวซื้อเลือกตะบองบ้านยอมนี่ได้ยอมบะฮันดักโจในขนม YouTube ดำใบชีบอบสาวบ้านยอมตัวหอยดำใบใจเลยได้เนี่ยมือหอยบานดังทาปีได้ยอมทวซื้อนั้นvì chụp bằng hai class hỏiตัวปราชัย class ตัวบานจุกเจ class คือยมធ្វើបបបង្ហាញទាំងអស់មិនថាតជោគជ័យបានយើងបង្ហាញហើយពេលដែលបរាជ័យបានយើងអត់បង្ហាញទាំងបរាជ័យគឺយើងត្រូវបង្ហាញដើម្បីឲ្យមានបបិសោតទាំងខ្លួនយើងនិងទាំងអ្នកមើលនៅក្នុង channel YouTube របស់ខ្ញុំនេះផ្ទាល់ហើយទំហំដីនេះគឺទំហំកន្លះហាត់ទាំងដែលខ្ញុំមួយទៀតហ្នឹងគឺទំហំកន្លះហាត់ហើយការប្រើប្រាស់ពូជរបស់ខ្ញុំគឺខ្ញុំដាក់ពូជចំនួន120គីឡូដើម្បីបាចពោះទៅលើស្រូវនឹងសេនឹងផ្ទាល់អញ្ចឹងចំនួននេះគឺឃើញថាវាច្រើនតាមតំបន់នីមួយៗហើយការពោះទៅលើសេហ្នឹងគឺយើងអាចភ្ជួររាស់ហើយយើងពោះពីលើហើយសម្រាប់ខ្ញុំពេលនេះគឺខ្ញុំព្រោះស្រូវព្រោះហើយបានឲ្យអធៈគេភ្ជួរពីលើទៅគឺដើម្បីកប់វាច្រើនអញ្ចឹងយើងត្រូវការដាក់ពូជឲ្យវាច្រើនឲ្យក្រាស់បន្តិចហើយចំពោះសេនេះគឺអំណោយផលល្អគឺយើងមានស្រះហ្នឹងជួយបង្ហាញស្រះទៅជីកថ្មីដែរស្រះនេះធំមែនទែនដែលអាចផ្ទុកទឹកបានច្រើនណាយើង20ម៉ែត្រ4ជ្រុងអីចឹងធំហើយចំពោះស្រះនេះយើងអាចធ្វើជាលក្ខណៈស្រូវខ្លីដែលយើងអាចផ្គប់គង់បានសេចំនួន2ហាត់ប៉ុណ្ណេះគឺចំនួន2ហាត់ហើយការចំណាយការធ្វើស្រែដឹងស្រាប់ហើយការភ្ជួរទាំងទិញពូជទាំងភ្ជួរហើយយើងចំណាយកម្លាំងពលកម្មមកស្រែដូចជាឧទាហរណ៍ថាកន្លះហាត់អញ្ចឹងចំណាយពលកម្មយើងគឺយើងមកសេហ្នឹងចំណាយតែ7ថ្ងៃក្នុងមួយឆ្នាំអញ្ចឹងយើងទូទាត់ទាំងដើមទាំងការចំណេញហ្នឹងវាចំណេញបានត្រឹមតិចតួចប្រហែលជា200000ទៅ500000ឃើញថាចំនួនប៉ុណ្ណឹងវាតិចប៉ុន្តែបើសិនជាយើងគិតត្រឡប់មកវិញថាលុយដែលយើងបានទាំងដើមហើយនឹងការចំណេញហ្នឹងចំនួនហ្នឹងគឺយើងអាចគិតជាមួយឆ្នាំឃើញថាវាគួរសមប៉ុន្តែសម្រាប់អ្នកដែលមានដីសេច្រើនដូចជាមួយហាត់ទៅ2ហាត់3ហាត់អីគេធ្វើក្នុងមួយឆ្នាំម្ដងគឺឃើញថាគេចំណេញច្រើនសម្រាប់ការព្រោះស្រូវរបស់ខ្ញុំនេះគឺជាស្រូវម្លិះមិនមែនជាលក្ខណៈស្រូវខ្លីអញ្ចឹងខ្ញុំព្រោះស្រូវម្លិះអញ្ចឹងក្នុងមួយឆ្នាំឬក្នុង1គីឡូស្រូវម្លិះហ្នឹងជាទូទៅបើយើងគិតជាទាបបំផុតគឺ1000ហើយអញ្ចឹងកន្លះហាត់គឺយើងអាចប្រមូលផលបាន1តោនកន្លះ1តោនទៅ1តោនកន្លះតែបើយើងគិតជា1តោនកន្លះក៏វាបាន1,50,000ដែរនេះជាការធ្វើស្រែលើកដំបូងរបស់ខ្ញុំហើយខ្ញុំនឹងចែកម្លែកបន្តទៀតបើសិនជាមានបញ្ហាអីដែលត្រូវជួបប្រទះហើយបញ្ហាដែលយើងព្រោះហើយដែលជួបប្រទះឥឡូវនេះគឺកតោនៅតាមសេរបស់យើងហើយដោយសារទី1គឺយើងរក្សាព្រៃនៅជាប់សេហ្នឹងនេះឃើញបង្ហាញព្រៃនៅខាងនេះសិតតែព្រៃអញ្ចឹងវាធ្វើឲ្យកតោវាមានហើយមកកកាយមកស៊ីស្រូវរបស់យើងប៉ុន្តែយើងភ្ជួរលុបបែបនេះគឺវាពិបាកនៅក្នុងការកាយវាស៊ីអត់អស់ទេតែបើសិនជាយើងបាចពីលើតែមួយថ្ងៃពីរថ្ងៃវាស៊ីសឹងអស់អញ្ចឹងយើងខាតមកបាចវាម្ដងទៀតតោះឥឡូវនេះប៉ុណ្្នឹងសិនចាំ